ប្រជុំរឿងព្រេងនិទានខ្មែរសូមជូនរឿងឆ្កែមើលឃើញខ្មោចមានដំណើរមួយតាំងពីយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលាងមេមត់ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃសុកទ្រប់គេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលាងអារក្សឯនោះបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញផងនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពេញតែព្រៃគាត់ចេះតែដើរទៅគ្មានផិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅផ្ទះណាគេលាងអារក្សលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពែដំណែនដែលគេសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថាប្តីហងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ថាម្ដេចក៏បុរសនោះមើលឃើញអញទៅដើរសំដៅទៅហើយសួរថាចុះអ្នកឯងមិនក៏ឃើញយើងបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះជាប្រទាលដែលប្តីហងឲ្យអញបានជាអញឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលនោះភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការប្រតែយប្រតបគ្នាដណ្ដើមប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេជួយប៉ុន្តែអ្នកទាំងអស់គ្នាមើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្ទាតែម្នាក់ឯងម្លេះហើយគេនាំគ្នាទៅស្រឡាំងកាំងរកជួយមិនកើតលុះប្រតែយប្រតបគ្នាអស់មួយសន្ទុះធំបុរសក៏ចង់រសាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រុងរើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លេតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាមើលឃើញខ្មោចបើឆ្កែព្រុសលូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេងរឿងនិទានខ្លីក៏បានបញ្ចប់ត្រឹមនេះសូមជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតនៅវីដេអូក្រោយៗទៀតសង្ឃឹមថានឹងជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូបន្តទៀត